So it's almost time for Badop exam. So do you know how to use transitional words in order to help you with your essay writing? តើយើងចេះប្រើពាក្យ transitional word ដើម្បីភ្ជាប់ sentence យើងនៅក្នុង essay ឲ្យវាកាន់តែ smooth ហើយជៀសវាងក្នុងការប្រើពាក្យដដែលៗអត់? អូខេ អញ្ចឹង teacher នឹងមកបង្ហាញអំពីពាក្យមួយចំនួនដែលយើងអាចប្រើដើម្បីកុំឲ្យយើងចេះតែសរសេរពាក្យដដែលៗ អូខេ ចឹងចំពោះ example នៅពេលណាដែលយើងឧទាហរណ៍យើងអាចប្រើពាក្យទាំងអស់នេះបានដូចជា for example, for instance, in particular, namely, and to illustrate ចឹងមួយវិញទៀតយើងក៏អាចប្រើវាជាមួយនឹង addition មានន័យថាយើងចង់បន្ថែម support idea ឬក៏ព័ត៌មានខ្លះដែលយើងចង់បន្ថែមជាមួយនឹង main idea យើងអាចប្រើ clear ភ្ជាប់ដូចជា moreover, similarly, likewise, another, besides, and not only but also មួយវិញទៀតនៅពេលដែលយើងចង់សរសេរ paragraph យើងឲ្យវាមានលំដាប់លំដោយឲ្យត្រឹមត្រូវសម្រាប់ឲ្យអ្នកកែនិងអ្នកអានអាចយល់ឲ្យបានងាយស្រួលជាងនេះគឺយើងអាចប្រើវាជាលំដាប់ដែលមានពាក្យដូចជា first or firstly, first and foremost, secondly, third, thirdly, subsequently, last but not least, and finally អូខេ ចឹង teacher មានពាក្យទាំងអស់ហ្នឹងដើម្បីជួយឲ្យបងអូនអាចភ្ជាប់ sentence របស់បងអូននៅក្នុង essay writing យើងដើម្បីកុំឲ្យយើងសរសេរពាក្យដដែលៗពេកហើយនឹងមាន idea កាន់តែច្រើន So that is it for our transitional words. I hope that this will help you in your Badop essay. Goodbye everyone.